យអត់ងាយខូចទេគ្រឿងផ្សំដែលសំខាន់ជាងគេគឺសៀងបងប្អូនសៀងនេះគឺយើងប្រើជាសៀងផ្អែមគឺខ្ញុំដាក់ចំនួន2ខាំបន្ទាប់មកយើងមានជាខ្ទឹមស4-10កាពឹសបងប្អូនចង់កិនដូចខ្ញុំអញ្ចឹងក៏បានឬក៏ច្រាំក៏បានដែរបន្ទាប់ពីយើងកិនវាម៉ត់ហើយចាំយើងកិនសៀងម្ដងសម្រាប់សៀងនេះបងប្អូនកុំដាក់ទឹកច្រើនពេកយើងយកតកាបានហើយសៀងហ្នឹងយើងយកវាមកកិនឲ្យម៉ត់ដូចគ្នាសម្រាប់បងប្អូនណាដែលអត់មានម៉ាស៊ីនកិនទេរៀងពិបាកបន្តិចព្រោះអីសៀងគឺយើងត្រូវការម៉ត់មែនតើបន្ទាប់ពីកិនហើយទុកមកដុំម៉ែវគ្រឿងបន្ទាប់មកទៀតយើងមានទឹកប៉េងប៉ោះជាមួយនឹងទឹកម្ទេសហើយយើងត្រៀមទុកឲ្យហើយដំបូងគេគឺយើងចាប់ផ្ដើមពីការអំពងខ្ទឹមសគ្រាន់តែខ្ទឹមសដំបូងដាក់បន្តិចសិនបានហើយបងប្អូនមើលតែខ្ទឹមរបស់យើងឡើងក្រហមមកល្មមចាំយើងចាក់សៀងដែលយើងបានកិនហ្នឹងកូរនៅលើភ្លើងប្រហែលជាខ្ទង់3-4នាទីឲ្យឡើងក្លិនឈ្ងុយមកល្មមសិនចាំដាក់ទឹកម្ទេសចូលសម្រាប់ទឹកម្ទេសនេះគឺខ្ញុំដាក់ចំនួន1វែកហ្នឹងហ្មងបន្ទាប់មកយើងបន្ថែមទឹកប៉េងប៉ោះ2ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេជាមួយនឹងស្ករចំនួន2ស្លាបព្រាបាយដែរបន្ទាប់មកចាំយើងថែមទឹកធម្មតានឹងមកសម្រាប់ទឹកនេះគឺខ្ញុំចាក់ចូលក្នុងម៉ាស៊ីនដែលខ្ញុំកិនហ្នឹងបងប្អូនចឹងឲ្យបានឃើញវារាងសដោយសារវាមានកតិចសៀងអីក្នុងហ្នឹងអញ្ចឹងទៅចាក់ទឹកចូលហើយយើងកូរវាឲ្យសព្វល្អមកប្រហែលជាខ្ទង់2-3នាទីឲ្យវាពុះខាប់មកល្មមចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានហើយចុងក្រោយគេបងប្អូនចង់បន្ថែមជាម្ទេសហុយដូចខ្ញុំអញ្ចឹងក៏បានហើយយើងបន្ថែមខ្ទឹមសដែលយើងនៅសល់ហ្នឹងមកបញ្ជាក់បងប្អូនម្ទេសហុយនេះអត់ដាក់ក៏បានដែរហើយខ្ទឹមសហ្នឹងក៏អញ្ចឹងដែរយើងកំពុងដាក់តែពីដំបូងក៏បានបើចាំបន្ថែមចុងក្រោយអញ្ចឹងក៏បានដែរគ្រាន់តែថាយើងបានថែមក្រោយគេអញ្ចឹងទៅក្លិនរបស់វាញ៉ាំទៅគឺកាន់តែឈ្ងុយហើយសម្រាប់គ្រឿងក្រៅហ្នឹងគឺយើងអាចថែមថយបានទេណាបងប្អូនភ្លក់មើលហើយថែមថយទៅព្រោះអីរសជាតិគឺវាអត់ដូចគ្នាទេសៀងផ្អែមខ្លះទៅក៏វារាងផ្អែមខ្លះទៅក៏រាងប្រៃខ្លាំងអីអញ្ចឹងទៅអញ្ចឹងហើយពេលដែលបងប្អូនធ្វើហ្នឹងយើងអាចភ្លក់ថែមថយ